ចាសួស្តីទាំងអស់គ្នានៅក្នុងថ្ងៃនេះផងដែរខ្ញុំមកទម្លាយអាចកំបាំងជាមួយនឹងការថែទាំសរសៃសក់របស់ខ្ញុំចាអញ្ចឹងបងប្អូនទាំងអស់គ្នាតែងតែសួរថាអ្នកគ្រូប្រើជាមួយនឹងសាប៊ូអីហើយអីសរសៃសក់អ្នកគ្រូស្អាតមែនចាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលបាននេះសក់របស់ខ្ញុំនេះបងប្អូនឃើញកូនសក់ហើយចាគឺកូនសក់ដុសខ្លាំងតែម្ដងចានេះបងប្អូនទាំងឆ្វេងទាំងស្ដាំចាហើយបើនិយាយពីសក់វិញគឺថាក្រាស់ខ្មឹកសរសៃសក់គឺក្រាស់ល្អតែម្ដងអញ្ចឹងសក់ក្រាស់កាលណាសក់យើងក្រាស់សកម្មភាពសក់ពិតជាលើកសម្រស់លើកតៃមុខធ្វើឲ្យយើងនឹងក្មេងជាងវ័យស្រស់ស្អាតដោយសារសរសៃសក់អញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីសាប៊ូដែលខ្ញុំប្រើប្រាស់ជាមួយនឹងថ្នាំអប់នេះគឺជាឈុតសាប៊ូដែលខ្ញុំតែងតែប្រើជាប្រចាំចាវាជាប្រភេទសាប៊ូទប់ស្កាត់នៅលើការជ្រុះអញ្ចឹងតាក់ទងជាមួយនឹងយើងប្រើនៅសារជាតិគីមីដូចជាចូលចិត្តលាបពណ៌សក់ចាឧទាហរណ៍អីចឹងអញ្ចឹងប្រភេទសារជាតិគីមីនោះវាតែងតែប៉ះពាល់ទៅលើស្បែកក្បាលយើងហើយអញ្ចឹងយើងមិនដឹងថាស្បែកក្បាលរបស់យើងហ្នឹងមានការសឹកឬមួយក៏ស្ដាងឬមួយក៏មានស្នាមរបួសឬមួយក៏មានបញ្ហាអីអញ្ចឹងសាប៊ូនេះហើយគឺជាឯកទេសនៅក្នុងការកក់សម្រួលនៅកោសិកាសរសៃឈាមនៃប្រព័ន្ធប្រសាទតូចៗរបស់យើងចាអញ្ចឹងវាធ្វើឲ្យស្បែកក្បាលយើងត្រជាក់វាទប់នៅកុំឲ្យប្រេងខ្លាំងពេកកុំឲ្យស្ងួតពេកចាអញ្ចឹងវាធ្វើឲ្យសក់របស់យើងទប់ស្កាត់ការជ្រុះហើយសក់របស់យើងមានភាពរឹងមាំដោះលូតលាស់បានល្អលឿនរហ័សតែម្ដងចាស្លាញ់ដូចសក់របស់ខ្ញុំឃើញផ្ទាល់បងប្អូនអាចឃើញផ្ទាល់ហើយបន្ទាប់ពីយើងប្រើជាមួយនឹងសាប៊ូហើយបងប្អូនរើសសាប៊ូត្រូវហើយយើងមិនអាចអត់បានជាមួយនឹងប្រភេទថ្នាំអប់សម្រាប់ថ្នាំអប់នេះបងប្អូនមើលពលឺសក់របស់ខ្ញុំចាតាក់ទងជាមួយនឹងពលឺសក់ពណ៌សក់ជាទូទៅសក់ខ្ញុំស្កិលអញ្ចឹងខ្ញុំលាបពណ៌សក់ជាប្រចាំអញ្ចឹងដោយសារតែការលាបពណ៌សក់ជាប្រចាំនេះហើយគឺខ្ញុំត្រូវការយកចិត្តទុកដាក់ការរើសសាប៊ូហើយនឹងរើសថ្នាំអប់នៅក្នុងការប្រើប្រាស់ចាអញ្ចឹងទាំងអស់គ្នាដឹងហើយពីអាចកំបាំងក្នុងការថែទាំសរសៃសក់របស់ខ្ញុំចាអូខេអាចប្រើប្រាស់ជាមួយនឹងឈុតទាំងអស់គ្នាទប់ស្កាត់ការជ្រុះបានសរសៃសក់ស្អាតដោះលូតលាស់ហើយនឹងសុខភាពរឹងមាំในวงความมันเคยยังคอคนไหนวงเลิกแรงไอ้ยอนใช้ว่ามันนอนตัวฉันเป็นกลัวไหนมันกลัวเธอนักเกสรสวยกันครั้งก็ได้ชื่อครั้งสไนเปอร์ทองไปจนจะได้ครั้งตามองกลมเรื่องนั้นมันเป็นเจอหรือลอยมองสดางมันเป็นเจอ